សួស្តីអ្នកទាំងអស់គ្នានេះគឺជាសត្វព្រាបដែលខ្ញុំចិញ្ចឹមវាមានកូនចំនួន2និយាយទៅសត្វព្រាបគឺជាសត្វដែលស្មោះត្រង់នឹងគូរបស់វាមានពងម្ដងតែ2ទេនិយាយទៅញាស់នេះគឺ3ដោយសារខ្ញុំយកពងផ្សេងជំនាញបាផ្សេងខ្ញុំមកដាក់នេះគឺជាក្រាបវាញាស់ហើយតែវាក្រាបតែវារៀងកាចនេះមេចាស់ហើយនេះឈ្មោលកំពុងចាក់ចំណីព្រាបទៅព្រាបវាស្រួលចិញ្ចឹមជាងមាន់យើងអាចប្រឡែងបានវាធ្វើសបុកខ្លួនវានឹងវាបញ្ចុកកោខ្លួនវានេះគឺជាចំណីមាន់យើងគ្រាន់តែបាចឹងទៅវាស៊ីខ្លួនវាហើយអ្នកទាំងអស់គ្នាសាកចិញ្ចឹមព្រាបលេងមើលកណ្ដោវាឲ្យផលមែនតែននេះជាមេមន់វាចុះពីក្រាបមកពេលបងកែងតែឃើញញីក្រាបពេលព្រឹកនិងឈ្មោះក្រាបពេលងាយទៅវាចេះជួយគ្នាក្រាបចំណែកឈ្មោលនេះវិញគឺវាយូរឆ្នាំហើយខ្ញុំទិញពីបងប្អូនយើងអ្នកលក់ក្នុងក្រុមព្រាបនៅភ្នំពេញគឺបានក្នុងរយៈពេល5ឆ្នាំហើយនិយាយទៅកូនវាខែវាឲ្យផលកូនម្ដងនេះវាហើទៅលើដបូលនិយាយទៅវាអត់ចេញពីផ្ទះទេវាចាំស៊ីតែចំណីយើងបាច់តែចំណីឲ្យវាស៊ីមកព្រោះវាហើតែលើដបូលផ្ទះក្រោមនេះជាមេពណ៌ខ្មៅនេះឈ្មោះវាអាចរស់នៅជាមួយមាន់បាននិយាយទៅមាន់មកវាចាញ់វាជាមេមាន់ដាក់ក្រោយផ្ទះលេងបានហូបមែនតើបងប្អូនសាកចិញ្ចឹមមើលដែរបាទវីដេអូមានតែប៉ុណ្្នឹងទេបងចង់បានវីដេអូពីសត្វព្រាបនិងការចិញ្ចឹមនិងការពូជបងអាចចូលទស្សនាវីដេអូអរគុណច្រើនជួយ like និង Subscribe Channel អ្នកមួយផងដើម្បីបានវីដេអូថ្មីៗអំពីការចិញ្ចឹមសត្វ